សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើការណែនាំអំពីការធ្វើផ្កាកន្លាប់ពីក្រដាសចាសម្រាប់ផ្កានេះដែរគេហៅផ្កាកន្លាប់បត់ចាឥឡូវនេះយើងមកចាប់ផ្ដើមធ្វើពីរបៀបធ្វើទាំងអស់គ្នាតើតើជាមួយនឹងក្រដាសយើងអាចជ្រើសរើសយកពណ៌អ្វីក៏បានយកមកធ្វើផ្កាសម្រាប់ខ្ញុំជ្រើសរើសយកពណ៌ផ្ទៃមេឃឬក៏អាចហៅយ៉ាងបានថាជាពណ៌ទឹកសមុទ្រជាដំបូងយើងធ្វើការកាត់វាបែបហ្នឹងជា5កំណាត់ឲ្យវាស្មើគ្នាបន្ទាប់មកយើងក៏ជ្រើសរើសយកមកផ្ទាំងទៅ4ទៀតយើងក៏ទុកម្ដុំសិនចាយើងក៏ធ្វើការទាញវាមើលទៅថាវានឹងស្មើគ្នាឬក៏អត់ចឹងយើងធ្វើការបត់វាបែបហ្នឹងបន្ទាប់មកយើងកាច់វាឡើងបត់វាឲ្យកាច់ឡើងវារហូតដល់តែអស់ចានៅពេលនេះយើងបានបត់វាចិត្តរួចរាល់ហើយតើតើជាមួយនឹងការបត់នេះដែរយើងក៏មើលដែរថាវាស្មើគ្នាឬក៏អត់តើតើជាមួយទំហំបងចង់បានទំហំធំយើងអាចជ្រើសរើសបត់វារៀងធំតិចទៅឥឡូវយើងចាប់ផ្ដើមដោតជាមួយនឹងដើមវាតើតើជាមួយនឹងដើមហ្នឹងយើងធ្វើការលំមូរវាឲ្យវាតូចដើម្បីវាជាបណ្ដោខាងក្នុងតើតើជាមួយនឹងការមូរនឹងដែរយើងធ្វើការមូរវាកុំឲ្យវាលៀនខាងស្តុបខាងក្រៅចេញមកខ្លាំងពេកឥឡូវយើងចាប់ផ្ដើមរុំស្កុតនឹងដែរយើងធ្វើការរត់វារៀងតឹងតិចទៅដើម្បីកុំឲ្យវារបូតណាពេលយើងលមូរវាមួយជាន់នឹងហើយយើងធ្វើការលមូរវាមួយជាន់ទៀតដើម្បីការពារខ្លាចវារបូតចានៅពេលនេះយើងការរុំដើមហ្នឹងយើងក៏រុំរួចរាល់ហើយចានៅពេលនេះយើងចាប់ផ្ដើមធ្វើស្លឹកតើតើជាមួយនឹងស្លឹកនេះដែរយើងធ្វើការកាត់វាបន្ទាប់មកយើងធ្វើការបត់វាជាពីរឲ្យវាស្មើគ្នាហើយយើងក៏បត់វាជាពីរម្ដងទៀតឲ្យវាស្មើគ្នាយើងក៏ធ្វើការកាត់ចុងវាបន្តិចទៅបំរុងចុងមួយទៀតឲ្យវារៀងស្រួចដូចជាស្លឹកអញ្ចឹងឥឡូវស្លឹកយើងបានកាច់រួចរាល់ហើយពេលនេះយើងចាប់ផ្ដើមដាក់ស្លឹកវាតើតើជាមួយនឹងស្លឹកនេះយើងដាក់ម្ដងមួយស្លឹកដើម្បីឲ្យវាកុំឲ្យរបូតចានៅពេលនេះផ្ការបស់យើងបានរួចរាល់ជាការស្រេចសូមអរគុណចំពោះការតាមដានវីដេអូបើពេញចិត្តសូមជួយចុចរូបកណ្ដឹងនិង like ផងសូមអរគុណ